ចឹងមករងចាំយូរទៅស្ដាប់បទទាំងអស់គ្នាជាបន្តទៅទៀតនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់កំសាន្តដូចតទៅអូខេកាលតែតកាលអ្នកណាដែលមិនមានអ្នកខ្លះកំសត់ខ្លះសប្បាយខ្លះក៏អន់ឃ្លានអូខេអតីតកាលបងម្នាក់តែងតែមានរឿងរៀងខ្លួនហ្នឹងហើយអ្នកណាក៏មានអតីតកាលដែរប៉ុន្តែថាអាក្រក់ល្អរូបភាពយ៉ាងណាអាហ្នឹងវាអាស្រ័យទៅលើបុគ្គលម្នាក់ប្រៀបដូចរឿងនីតិអ្នកខ្លះរស់ឯការស់នៅបឹងអ្នកណាដើម្បីតែអាហារមានតែអាត្មានឹងខ្លួនឯងប្រៀបដូចរឿងនីតិអាតាហេអត្តណោនេថោមានកលឹះបារពើឃើញសោខ្លួនទីពឹងចាបល័យបាទបល័យកុំចង់ពឹងលើហោរឿងខ្លះគ្មានលើកទី2កុំចាំលើកក្រោយលើកចាក់លើកចោលរឿងជីវិតដូចជារឿងនីតិមកសញ្ញាបានរៀនរឿងនីតិគឺជាការពិតផ្ចិតផ្ចង់ចិត្តចង់ល្អផោផង់មានកណិតឌីកោដូចជាផ្សិតពេលអាយុ18ខ្ញុំគិតដូច20ជាងដាក់សម្ពាធលើខ្លួនឯងព្រោះចិត្តតែរួមច្រៀងអរណាក៏ได้ see nothing ឲ្យខ្ញុំលោកក្នុងភពមួយនេះចង់ឲ្យខ្ញុំខ្លាចជា something ស្បៃកាលតែតកាលអ្នកណាដែលមិនមានអ្នកខ្លះកំសត់ខ្លះសប្បាយខ្លះក៏អន់ឃ្លាន It's a real life man ប្រៀបដូចរឿងនីតិ on your own and by yourself man អ្នកខ្លះរស់ឯការស់នៅបឹងអ្នកណាដើម្បីតែអាហារមានតែអាត្មានឹងខ្លួនឯងប្រៀបដូចរឿងនីតិលោភៈទោសៈមោហៈជាប់ជំពាក់ហួងហើយនឹងមានប្រាក់កាប់កេងគេបាត់បង់យល់សង្កាត់ក្នុងអបាយភូមិរំភើអបលកើតកំហឹងនាំឲ្យខ្លាចជាទោសៈក្រហាយវារបស់បែកបាក់ផាមិននឹកស្ដាយគេតែខ្លួនយន់ដាក់ត្រូវកែប្រែកុំឲ្យលើច្រើនដំណាក់បើអវិជ្ជាគេហៅតែមោហៈពេលតែមោបាំងក៏វិញចោលចានស្រាក់ចាក់មនសិកាចោលធ្លាក់ដីបលាក់ល្ងឹតហើយល្ងងឯណាផងស្រុតបាននេះទៅនៃលោភៈទោសៈមោហៈបុណ្យហើយនឹងបាបចែកគ្នាដាច់ណាស់ដូចមេឃនឹងដីកំសាំងល្អក៏ល្អនិយាយល្អព្រះឲ្យពរណាផុតអវិជ្ជាកាលតែតកាលអ្នកណាដែលអូខេកន្លែងហ្នឹងខ្ញុំទទួលស្គាល់មែនតើមកប្រើមិញគឺថានិយាយមកគូត្រូវទាំងអស់តែម្ដងជំនាញនេះគឺនិយាយពីចង់និយាយពីបាបបុណ្យពីអតីតកាលរបស់មនុស្សម្នាក់ដែលសាងមកពីមុនហ្នឹងមានល្អមានអាក្រក់អីចឹងទៅហើយទាំងអស់ហ្នឹងគឺកម្មនឹងតាមតបស្នងបុណ្យនឹងតាមតបស្នងយើងមកវិញតាមដែលយើងធ្វើបុណ្យតិចតបស្នងតិចធ្វើបុណ្យច្រើនតបស្នងច្រើនហ្នឹងហើយมันមានអ្នកខ្លះកំសត់ខ្លះសប្បាយខ្លះក៏ឃ្លានប្រៀបរឿងនីតិអ្នកខ្លះរស់ឯការស់នៅបឹងអ្នកណាដើម្បីតែអាហារមានតែអាត្មានឹងខ្លួនឯងប្រៀបដូចរឿងនីតិខ្លួនឯងទីពឹងខ្លួនឯងទូហត់កុំខ្វាត់ខ្លួនឯងកុំចាំរំពឹងលើអ្នកដទៃក្តីស្រមៃឯនៅកប់កណាព្រៃប៉ុន្តែអ្នកកំភៃឲ្យសោះអាចនឹងលំបាកអាចនឹងគួរឲ្យសំណោះរឹងពឹងរឹងមាំជួបបញ្ហាយើងដោះគ្មានអ្នកណាល្អឥតខ្ចោះចំកណ្ដាលសមុទ្រក៏អាចរសាទៅកោះជីវិតមួយនេះកុំចោលវាឲ្យសោះស៊ីអត់ស៊ីក្លៀនក្រៀមក្រោះធំពេញវ័យឲ្យកុំធ្វើលេះលោះទឹកនៅមិនស្អាតទេបានតែមិនច្រោះអាចបិទបានទោះបីមានបហំចន្លោះបណ្ដោះស្លាប់ឲ្យខ្លួនឯងហើយអ្នកអើយអ្នកត្រូវតែរៀនហោះបើជីវិតនៅដាក់លោភៈទោសៈមោហៈលះបងឲ្យអស់អ្នកនឹងឲ្យភ្ញាក់ដូចជាត្រូវបានគេដាក់រៀនឲ្យកម្លាំងចិត្តខ្លួនឯងរឿងល្អនៅចាំអ្នកច្រើនណាស់ greatness you cannot rush ត្រូវចេះកិច្ចអ្វីដែលនាំប្តីផ្ដាស់ពេលអាយុ20ជាងខ្ញុំគិតដូច30ជាងដល់សម្ពាធលើខ្លួនឯងព្រោះមិនចង់ឲ្យវាពៀងជីវិតនេះឡើងចោលដោយសង្ខារដែលមិនទៀងចង់បង្ហើររឿងទៅតាមចំរៀងសូមយកព្រះពុទ្ធធ្វើជាប្រធានស្បៃកាលតែតកាលអ្នកណាដែលមិនមានអ្នកខ្លះកំសត់ខ្លះសប្បាយខ្លះក៏អន់ឃ្លានប្រៀបដូចរឿងនីតិអ្នកខ្លះរស់ឯការស់នៅបឹងអ្នកណាដើម្បីតែអាហារមានតែអាត្មានឹងខ្លួនឯងប្រៀបដូចរឿងនីតិ នឹងអាចពឹងអ្នកដទៃតាមបានហើយមនុស្សទាំងអស់រ
រាប់ពាន់លានអ្នកទេវតាទាំងអស់ក៏យើងមិនអាចទៅពឹងអ្នកណាមួយអង្គបានទេនឹងឯងសូម្បីតែទៅរូបព្រះពុទ្ធជាអង្គម្ចាស់ក៏ព្រះអង្គឲ្យយើងត្រឡប់មកពឹងខ្លួនឯងវិញតែយើងមិនអាចនឹងបោះបង់ខ្លួនយើងចោលទេនឹងឯងជីវិតរបស់យើងនឹងមិនអាចពឹងអ្នកដទៃណាបានដែរ អូខេមកនៅគ្នាបទចម្រៀងអាត្មារបស់វ៉ាន់ដាគឺបានមកដល់ទីបញ្ចប់ហើយពិតជាមានន័យល្អមែនទែនទៅលើអត្ថន័យក្នុងបទចម្រៀងហ្នឹងគឺរៀបរាប់បានយ៉ាងក្បោះក្បាយមែនទែននៅក្នុងអត្ថន័យហើយអញ្ចឹងបាច់ចាំខ្ញុំអីបន្ថែមបន្ថយអីទេដោយសារតែនៅក្នុងហ្នឹងគឺគាត់និយាយមកងាយងាយយល់ទេអត់មានពិបាកយល់ទេគាត់ថាជីវិតត្រូវពឹងលើខ្លួនឯងកុំរំពឹងលើគេទាំងស្រុងពេកហ្នឹងហើយថ្ងៃណាមួយបើសិនជាគេឈប់ឲ្យយើងពឹងពេលនោះហើយគឺយើងនឹងធ្លាក់អាហ្នឹងជាអ្វីដែលគាត់និយាយអញ្ចឹងទោះបីយើងទៅពឹងព្រះឲ្យពឹងមែនប៉ុន្តែមិនមែនឲ្យពឹងជាលក្ខណៈថាជាខ្នងមួយឯងអីទេឲ្យពឹងជាចំណេះវិជ្ជាបង្ហាត់បង្រៀនឲ្យយើងនឹងចេះដឹងទៅយើងពឹងខ្លួនឯងហ្នឹងហើយអានេះថាពឹងឲ្យគាត់ពឹងឲ្យព្រះពុទ្ធជួយបង្រៀនយើងហ្នឹងអានោះជាការពឹងអញ្ចឹងមិនមែនពឹងប្តីផ្ដួលទៅលើគេសពគ្រប់បែបយ៉ាងដល់ពេលថ្ងៃណាមួយដែលគេឈប់ឲ្យយើងពឹងពេលនោះយើងគឺធ្លាក់ដោយស្វ័យប្រវត្តិតែម្ដងមិនបាច់ចាំគេរុញមិនបាច់ចាំគេច្រានទេអញ្ចឹងជីវិតនេះទាំងខ្ញុំទាំងអ្នកទាំងអស់គ្នាគឺដូចតែគ្នាទេគាត់ថាមានអ្នកខ្លះទៅក្រអ្នកខ្លះទៅមានអានឹងធ្វើម៉េចតាមជីវភាពតាមកម្មព្រេងវាសនាតែមានតែរឿងមួយយ៉ាងទេកុំប្រព្រឹត្តអំពើអបាយមុខផ្សេងដែលនាំឲ្យខ្លួនឯងហ្នឹងខូចឈ្មោះនាំឲ្យខ្លួនឯងហ្នឹងបាត់បង់ជីវិតនាំខ្លួនឯងហ្នឹងមានពិតិសេរីអីចឹងណាហ្នឹងហើយចុងក្រោយអរគុណបងប្អូនទាំងគ្នាជម្រាបលាបាយបាយ